ធ្វើ4ចំណុចនេះអ្នកនឹងអាចខ្លាចជាអ្នកជោគជ័យនិងអ្នកមានបានអញ្ចឹងខ្ញុំប្រៀបធៀបជីវិតរបស់យើងទៅដំណើរជីវិតនៃការបើកទ្វារជីវិតក្នុងជីវិតរបស់យើងអាចមាន1លានទ្វារជីវិតដែលយើងបើកបានប៉ុន្តែយើងបើកអត់បានទាំងអស់ដោយសារតែយើងមានពេលវេលាមានកំណត់ថាមួយថ្ងៃមាន24ម៉ោងហើយទ្វារមួយចំនួនគឺធ្វើការដើមទុនច្រើនឬក៏ក្បាច់គុណខ្លាំងដើម្បីបើកទៅយើងអាចយកឈ្នះគេអញ្ចឹងយើងត្រូវតែចាប់ផ្ដើមពីចំណុចទី1សិនបាទទី1ថាទ្វារណាដែលជាទ្វារល្អអាចដើមទុនតិចឬក៏អាចដើមទុនសិនទៅ free បាទអញ្ចឹងពេលដែលយើងឧទាហរណ៍ថាយើងដាក់ការងារបាទបងប្អូនដាក់ការងារធ្វើអញ្ចឹងអាចថាដាក់ការងារទៅហាងកាហ្វេ20កន្លែងអញ្ចឹងអាហ្នឹងហើយយើងអាចមានឱកាសដែរយើងដាក់ច្រើនយើងដឹងថាបើកទ្វារ20ទ្វារយើងអាចមាន2 3ទ្វារដែលគាត់ទទួលយើងអីចឹងទៅខ្លាចជាបុគ្គលិកហាងកាហ្វេអញ្ចឹងដូចថាគេទទួលយើងប្រាក់ខែ$150អីចឹងទៅអាហ្នឹងយើងបានប្រាក់ខែ150ប៉ុន្តែបើឧទាហរណ៍ថាយើងទៅជួបមិត្តភក្តិយើងហើយមិត្តភក្តិយើងស្គាល់ថៅកែនៅហាងមួយក៏ដឹងថាថៅកែហ្នឹងគឺគាត់ចិត្តល្អអាចប្រាក់ខែ$3ដាក់ទៅតែជាប់អញ្ចឹងគាត់យើងដាក់តាមមិត្តភក្តិយើងណែនាំនេះយើងជាប់ឃើញឱកាសខុសគ្នាឱកាសមួយបាទយើងអត់មានទទួលព័ត៌មានច្រើនគឺយើងដាក់ព្រាវទៅយើងអាចជាប់តែឱកាសមួយទៀតគឺមានមិត្តភក្តិណែនាំគឺយើងបានឱកាសការងារតែម្ដងអញ្ចឹងផលប្រយោជន៍នៃការជួបជុំមិត្តភក្តិដែលគាត់ពូកែឬគាត់ជោគជ័យហ្នឹងគឺល្អសម្រាប់យើងដោយសារតែយើងអាចបានទទួលឱកាសពីគាត់ហើយយើងដឹងថាព័ត៌មាននេះព័ត៌មានវិទ្យាជីវិតមួយហ្នឹងយើងបើកទៅដឹងថាអាចជោគជ័យបានអញ្ចឹងទៅបាទអញ្ចឹងទី2អ្វីដែលសំខាន់មួយទៀតគឺយើងទទួលព័ត៌មានច្រើនជាពិសេសអ្នកដែលរកស៊ីគាត់រៀនពូកែហើយណាគាត់បើករកស៊ី3 4ចំនួនហើយឬក៏អ្នកដែលគាត់ជាសិស្សពូកែគាត់ប្រមូលព័ត៌មានច្រើនអញ្ចឹងអ្វីដែលសំខាន់មួយទៀតគឺយើងត្រូវចេះវិភាគព័ត៌មានហ្នឹងឧទាហរណ៍ថាគាត់ទទួលបានព័ត៌មានដល់1000ទ្វារបាទព្រោះថាព័ត៌មានវាបានច្រើនព្រោះគាត់ទៅសួរអ្នកនេះអ្នកនោះអ្នកខ្លះបើកបាន100ទ្វារអ្នកខ្លះបាន50ទ្វារហើយអញ្ចឹងពេលដែលគាត់ទទួលព័ត៌មានហ្នឹងគាត់ត្រូវតែវិភាគថាទ្វារណាដែលមានហានិភ័យតិចសម្រាប់គាត់ទ្វារណាដែលអាចទទួលបានផលច្រើនព្រោះគាត់អត់មានពេលទៅបើកទ្វារ1000ទ្វារនៅពេលតែមួយអញ្ចឹងឧទាហរណ៍ថាគាត់អាចបើកបាន5ទៅ10ទ្វារនៅពេលតែមួយអញ្ចឹងគាត់វិភាគឲ្យគាត់នឹងចាប់ដើមបើកទ្វារហ្នឹងហើយពេលដែលបើកទ្វារហ្នឹងយើងត្រូវការមួយទៀតដែលសំខាន់ទ្វារខ្លះត្រូវការទុនបាទបើយើងថាលក់ឧទាហរណ៍ថាយើងលក់ម្ហូបតាមផ្លូវអញ្ចឹងយើងត្រូវការតេស្តមួយហើយនឹងទិញម្ហូបចំណីអាហារអីហ្នឹងយកមកលក់អញ្ចឹងថាអាចទុនតែ$1000ទេតែបើសិនជាយើងចង់បើកហាងកាហ្វេនេះយើងត្រូវការទុនដល់$10ទៅ$20000អញ្ចឹងអាទ្វារមួយដែលយើងបើកហ្នឹងទ្វារខ្លះគឺតម្រូវឲ្យយើងបង់ថ្លៃបានថ្លៃសបត់ដើម្បីចូលទៅប្រកួតហ្នឹងអាចដល់ទៅ10ទៅ200,000ពេលខ្លះដល់1000លានក៏មានដែរសម្រាប់អ្នកជំនួយធំឬក៏$10,000លានក៏មានដែរអញ្ចឹងយើងទៅពិភាក្សាមែនទែនថាទ្វារណាដែលហានិភ័យតិចសម្រាប់យើងបើសិនយើងមានទុនតិចហើយយើងចាប់ដើមបើកទ្វារហ្នឹងណាបើកទ្វារហ្នឹងហើយមួយទៀតដែលសំខាន់មែនទែនដូចថាយើងហាងកាហ្វេបើយើងទៅបើកហាងកាហ្វេយើងបើកទៅវាអស់$10-20,000ពេលខ្លះអស់$30,000អញ្ចឹងយើងចាប់ដើមត្រូវប្រកួតប្រជែងនៅក្នុងហ្នឹងហើយឧទាហរណ៍ថាយើងចង់ឲ្យឈ្នះ Amazon យើងថាគិតចំណូលដល់$30,000តែសមត្ថភាពយើងដល់ប៉ុណ្ណាក្បាច់គុណយើងខ្លាំងប៉ុណ្ណាហើយធ្វើម៉េចដើម្បីក្បាច់គុណយើងខ្លាំងអាហ្នឹងវាពិបាកមែនទែនដើម្បីឲ្យក្បាច់គុណខ្លាំងទី1យើងរៀនសិក្សាវិភាគទទួលព័ត៌មានហ្នឹងមួយចំនួនធំណាថាគេធ្វើមិនគេតាក់ទិសនេះធ្វើមិនប៉ុន្តែវាមិនដូចជាការប៉ັດទេដូចតែយើងទៅរៀនបើកយន្តហោះទៅស្អីវាមានប៉ុន្តែមិនមែនជាការប៉ັດទេតែសំខាន់បំផុតគឺការប៉ັດដែលយើងធ្វើហ្នឹងអញ្ចឹងបណ្ដាចំនួនយើងធ្វើពីទូចទៅដើម្បីយើងចេះក្បាច់គុណវាច្រើនពេលដែលធ្វើចំនួនធំយើងមានក្បាច់គុណគ្រប់គ្រាន់ដើម្បីធ្វើឲ្យយើងរស់រានមានជីវិតទៅពេលដែលយើងបើកទ្វារហ្នឹងបើមិនអញ្ចឹងទេចំណាប់បើកទ្វារហ្នឹងមិនទាន់បានអី2ឆ្នាំយើងបិទហាងកាហ្វេយើងខាត់$10ទៅ$20,000ហើយអញ្ចឹងណាប៉ុន្តែគាត់ថាអូខេយើងយ៉ាងតិចក៏យើងបានចំណេះដឹងក្បាច់គុណនៅក្នុងការប្រកួតប្រជែងហ្នឹងខ្លះដែរមិនមែនថាយើងអត់បានអីទាំងខាតប៉ុន្តែយើងបានដើមទុននៃចំណេះដឹងនឹងដែរអញ្ចឹងការក្បាច់គុណដែលយើងប្រកួតប្រជែងដែរជាការពិបាកសម្បីតែខ្ញុំក៏ធ្វើពិបាកដែរខ្ញុំទៅប្រកួតមួយគេខ្ញុំអត់មានចំណេះដឹងអត់មានជំនាញខ្ញុំដល់នឹងខ្ពស់មួយគេបាទខ្ពស់ហើយបាទទោះតែយើងចេះវិធីក៏ដោយដោយសារតែមានចំណេះដឹងក្បាច់គុណពិតប្រាកដរបស់គេអនុវត្តច្រើនហើយគេនឹងខ្លាំងជាងយើងអញ្ចឹងសម្រាប់ខ្ញុំបងប្អូនទាំងអស់អាចប្រើទ្រឹស្ដីនឹងបានបាទមិនថានៅជានិស្សិតឬក៏ចាប់ដើមរកស៊ីដំបូងប្រើបានទី1គឺព័ត៌មានសំខាន់ណាស់បាទតើទ្វារមួយណាយើងត្រូវបើកចំនួនអីដែលយើងត្រូវរកស៊ីអញ្ចឹងណាបាទទី2គឺយើងត្រូវចេះវិភាគព័ត៌មានហ្នឹងដើម្បីបានព័ត៌មានហ្នឹងដើម្បីយើងបើកទ្វារវាត្រូវព្រោះពេលខ្លះចំនួនមាន10មុខតែយើងគួររកស៊ីចំនួនណាឲ្យវាត្រូវរបស់យើងតែយើងត្រូវប្រមូលព័ត៌មានដំបូងទី1ហ្នឹងហើយទី2យើងចេះវិភាគព័ត៌មានហ្នឹងដើម្បីបើកទ្វារត្រូវទី3យើងត្រូវគិតពីដើមទុននៃការបើកទ្វារហ្នឹងបាទយើងមានដើមទុនគ្រប់គ្រាន់អត់ហានិភ័យវាខ្ពស់ណាបើសិនជាយើងមានតែ$10,000យើងត្រូវចាយទៅ$10,000អញ្ចឹងបើយើងមាន$10,000យើងគួរតែបើកទ្វារណាដែលខ្ទង់100,000 200,000អីចឹង300,000អីចឹងទៅទី4យើងត្រូវមានក្បាច់គុណបាទក្បាច់គុណយើងរៀនពីព័ត៌មានមួយចំនួនហើយពីអ្នកដែលជោគជ័យហើយពីសាលាហើយយើងត្រូវរៀនតាមការអនុវត្តផងដែរហើយបើសិនជាក្បាច់គុណយើងអត់ដល់ទេយើងអាចអញ្ជើញដៃគូយើងខ្លាំងមកចូលរួមប្រកួតប្រជែងប្រយុទ្ធជាមួយនៅក្នុងសមរភូមិជាមួយយើងអញ្ចឹងបានយើងមាន business partner ហ្នឹងអ្នកជំនួយដៃគូជំនួយរបស់យើងហ្នឹង3 4នាក់អីដើម្បីរួមគំនិតគ្នារួមយុទ្ធសាស្ត្រគ្នាដើម្បីប្រយុទ្ធក្នុងសមរភូមិហ្នឹងដើម្បីឲ្យឈ្នះចា៎ហ្នឹងក៏យុទ្ធសាស្ត្រមួយទៀតដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចអនុវត្តអញ្ចឹងទាំងអស់គ្នាបានណាមិនថាបងប្អូនខ្ញុំមានចំណេះដឹងអ្នកខ្លះថាមានចំណេះដឹងតិចតួចអត់ទេបងប្អូនបើមានពេលវេលាបងប្អូនចំណាយពេលវេលាជាមួយអ្នកដែលគាត់ដូចមិត្តភក្តិដែលគាត់ជោគជ័យជាងយើងឬក៏គាត់ពូមីងឬក៏អ៊ំយើងអីចឹងទៅតែគាត់មានបទពិសោធន៍យើងទៅស្ដាប់គាត់ទៅបាទពេលហ្នឹងយើងបានឱកាសនឹងទ្វារជីវិតមួយចំនួនដែលយើងបើកទៅយើងជោគជ័យអញ្ចឹងបើសិនជាយើងអត់ចេញទៅស្វែងរកព័ត៌មានស្វែងរកទ្វារជីវិតដែលល្អៗទេយើងពិបាកនឹងជោគជ័យបានណាហ្នឹងហើយបានជាក្រោយមកគឺពេលអ្នកដែលរកស៊ីខ្លាំងគេបើកទ្វារជីវិតគេច្រើនណា
តែវាគាត់មានទុនច្រើនចំណាយគាត់បើក business ដល់10នៅពេលតែមួយក៏មានដែរឬ20ឬក៏100នៅពេលតែមួយក៏បានដែរដោយសារគាត់មានដើមទុនច្រើនអញ្ចឹងបានគាត់អាចរក្សាស្ថិរភាពគាត់រហូតដោយសារគាត់បើកនេះបើកនោះបើកនេះជោគជ័យបានរយៈវាបរាជ័យគាត់ទៅបើកមួយទៀតអញ្ចឹងទៅឬក៏បើក10ជោគជ័យ3វាក៏គ្រាន់ដែរដោយសារជោគជ័យ3ហ្នឹងវាគុណនឹង20ដងហើយអ្នកបរាជ័យអ្វីដែលបរាជ័យ7ហ្នឹងគឺអស់តែ7ទេតែបើថាជោគជ័យ3គុណ20វា60ជាង60ចំណេញខាត7ទៀតគាត់អាចចំណេញអញ្ចឹងបើកទ្វារជីវិតបើកទ្វារនៃការជំនួយរកស៊ីហ្នឹងគឺសំខាន់សម្រាប់អស់លោកអ្នកណាហើយបងប្អូនត្រូវតែប្រើយុទ្ធសាស្ត្រហ្នឹងទ្រឹស្ដីហ្នឹងដើម្បីគិតពិចារណាហើយប្រហែលជាបងប្អូនទាំងអស់គ្នាប្រើតែគាត់អត់ដឹងខ្លួនបាទអ្នកមួយចំនួនធំអ្នកជោគជ័យហ្នឹងក៏ប្រើតែគាត់អត់ដឹងខ្លួនថាហ្នឹងជាយុទ្ធសាស្ត្រមួយដែលយើងអាចគិតជាទូទៅបានបាទខ្ញុំសិក្សាបណ្ឌិតសេដ្ឋកិច្ចនៅអាមេរិកហើយខ្ញុំអញ្ជើញបងប្អូនចុច follow ខ្ញុំទៅឬក៏ចែករំលែកវីដេអូរបស់ខ្ញុំទៅបើសិនជាបងប្អូនចូលចិត្ត